អ្នកទាំងអស់គ្នាឥឡូវម៉ោង2:12 នាទីត្រូវជាថ្ងៃទី17ខែ8ឥឡូវម៉ោងហ្នឹងខ្ញុំរៀនវាយកុំព្យូទ័រចប់ហើយប៉ាខ្ញុំក៏គាត់ទៅក្រៅបាត់ហើយគាត់ទៅទិញកាហ្វេមិញគាត់នៅមើលខ្ញុំវាយ typing ព្រោះថាឥឡូវខ្ញុំទី11ហើយអញ្ចឹងខ្ញុំត្រូវតែរៀនដើម្បីទុកធ្វើលំហាត់ខ្លះដែលគ្រូគាត់ផ្ញើមកអញ្ចឹងណាតែខ្ញុំឆ្ងល់ថាអញ្ចេះមិនបានប៉ាខ្ញុំពេលគាត់ប្រហាត់ខ្ញុំណាគាត់អាសាបើកកូនសភៅមួយនេះកូនសភៅនេះគាត់អាសាបើកឲ្យតែពេលហាត់មិនថាព្រឹកថ្ងៃល្ងាចគាត់បើកអាសភៅនឹងមើលរហូតខ្ញុំចង់ថានៅក្នុងសភៅហ្នឹងវាមានអីគេអញ្ចឹងឥឡូវប៉ាខ្ញុំគាត់ទៅក្រៅបាត់ហើយចឹងមើលទាំងអស់គ្នាបើកពីនេះហ្មងព្រោះគាត់ដាក់នៅអានេះ program morning សម្រាប់អុយ15ព្រោះឥឡូវខ្ញុំក៏អត់ទាន់ឡើងអុយ17ដែរខ្ញុំនៅអុយ15នៅឡើយទេតើតចូលឆ្នាំ2028បានខ្ញុំឡើងអុយទៀតចឹងណាអានេះ the morning អានេះសម្រាប់ពេលព្រឹកនេះស្គាល់ក៏សម្រាប់តាយើងហាត់កម្ដៅសាច់ដុំសម្រាប់សាច់ដុំកផ្លូវតាគៀយ៉ាហើយអានេះ push up សម្រាប់ទ្រូងនិងដៃអាហ្នឹងយើងហាត់ពេលព្រឹកplate step up blend body អានេះខ្ញុំដឹង B នេះ blend ដោយសារតាប៉ាខ្ញុំគាត់ធ្លាប់ប្រាប់អានេះ full blend high អានេះហ្វគេនេះមើលយល់អាសប៉ាខ្ញុំស្អាតទេ follow blend up side blend single arm plus leg blend អានេះ program evening real training ឈប់ដូចបាត់មកស្លឹកនេះរំលងអានេះ program afternoon អានេះសម្រាប់ពេលថ្ងៃពីម៉ោង2ដល់ម៉ោង4យ៉ាខ្ញុំហាត់ពេលថ្ងៃអាហ្នឹងអានេះ mobility strength និង stick yes power air និង tactical yes បន្ទាប់មកទៀត program evening ពីម៉ោង6ល្ងាចរហូតដល់ម៉ោង8គឺ real training គឺខ្ញុំហាត់វាថាវាយសីផ្ទាល់ចំនួន3 set មួយ game yes អានេះ special program អានេះសម្រាប់ afternoon ពេលថ្ងៃម៉ោង12:30ដល់1:30អានេះ computer office word excel និង powerpoint យ៉ាអញ្ចឹងត្រឡប់មកវិញអានេះគឺជា note របស់ប៉ាខ្ញុំគាត់មើលរហូតពេលខ្ញុំហាត់អញ្ចឹងណាយ៉ាអញ្ចឹងបើពេលព្រឹកឬក៏ពេលល្ងាចពេលថ្ងៃបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំថតជាវីដេអូបញ្យល់ប្រាប់ថាហាត់មិនចង់ដឹងថាអា tactical ឬក៏មិនគេត្រូវហាត់មិនអីមិនផឹកឡើងហាត់មិនថ្ងៃហាត់មិនអញ្ចឹងអ្នកទាំងអស់គ្នាជួយចូលទៅ follow ដូចជា Facebook TikTok ជាមួយនឹង Instagram ហើយអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅ subscribe channel YouTube របស់ពួកយើងផងដែរអរគុណ